ការបណ្ដុះបណ្ដាលបង្កើតភាពខុសប្លែកសាច់រឿងគឺថាគេធ្លាប់ធ្វើការនៅក្រុមហ៊ុនដែលជាប់លំដាប់ Fortune 500កាលនៅក្មេងជាងនេះក្រុមហ៊ុននេះបានបណ្ដុះបណ្ដាលគេច្រើនអំពីវិធីសាស្ត្រនៃការលក់ប្រកបដោយវិជ្ជាជីវៈរហូតដល់6 ខែដោយសារជំនាញទាំងនេះគេអាចទៅធ្វើការជាមួយក្រុមហ៊ុនឬឧស្សាហកម្មណាក៏បានហើយអាចលក់ទំនិញនិងសេវាកម្មបានស្ទើរគ្រប់ទីផ្សារដោយសារគេចេះវិធីលក់ទើបអាចលក់បានច្រើនជាងមនុស្សទូទៅដូចជារូបខ្ញុំទោះបីជាគេចំណាយពេលធ្វើការត្រឹមតែពាក់កណ្ដាលឬតិចជាងការបានរកឃើញនៅការពិតមួយនេះវាក៏បានកែប្រែជីវិតរបស់ខ្ញុំនៅពេលខ្ញុំសួរថាតើគេមានវិធីដែលខុសប្លែកនៅពេលដែលខ្ញុំសួរថាតើគេមានវិធីអ្វីដែលខុសប្លែកគេក៏ឆ្លើយថាណាស់ហើយចោះសូមបង្ហាញពីការស្នើលក់របស់លោកបន្តិចមើលខ្ញុំនឹងវិភាគឲ្យលោកដឹងនោះជាបញ្ហាដំបូងរបស់ខ្ញុំមិនដឹងឡើយថាការស្នើលក់មានលំនាំដូចម្ដេចនោះទេខ្ញុំធ្លាប់តែឮថាមានរបៀបរបស់វាតែខ្ញុំមិនធ្លាប់ឃើញការស្នើលក់ណាមួយឡើយខ្ញុំនិយាយថាលោកធ្វើឲ្យខ្ញុំមើលបន្តិចសិនរួចចាំខ្ញុំធ្វើឲ្យលោកមើលម្ដងគេឆ្លើយថាបាននេះជាការស្នើលក់បែបមូលដ្ឋានតាំងពីដើមដល់ចប់រួចហើយគេក៏បង្ហាញការស្នើលក់ទំនិញជាដំណាក់ឲ្យខ្ញុំឃើញជំនួសឲ្យការប្រើវិធីរៀបរាប់ពីសភាពពិតប្រើប្រយោគខ្លឹមត្រូវចិត្តដើម្បីទាក់ទាញចំណាប់អារម្មណ៍ឬយកឈ្នះការជំទាស់គេបែរជាសួរសំណួរមួយឈុតជាមួយសំណួរប្រកបដោយហេតុផលតាំងពីទម្រង់ទូទៅរហូតដល់ទម្រង់ដោយចំពោះដែលតម្រូវទៅតាមអតិថិជនម្នាក់យ៉ាងចំក្រោយពីការសួរសំណួររួចរាល់ហើយអតិថិជនក៏បានដឹងច្បាស់ថាខ្លួនអាចត្រូវប្រើប្រាស់ឬទទួលបានប្រយោជន៍មួយចំនួនពីទំនិញនោះសំណួរចុងក្រោយគ្រាន់តែដើម្បីបិទបញ្ចប់ការលក់ប៉ុណ្ណោះ